អ្នកកំពុងសម្លឹងមើលយន្តហោះនេះក្នុងពេលបច្ចុប្បន្នអ្នកប្រហែលជាគិតថាវាគឺជាយានអវកាសដែលទើបតែហោះចេញពីខ្សែភាពយន្តបែបវិទ្យាសាស្ត្រប្រឌិតដ៏ទំនើបណាមួយមិនខានប៉ុន្តែការពិតអាចនឹងធ្វើឲ្យអ្នកនឹកស្មានមិនដល់សារចម្លែកស្លាបត្រីកោណប្រាក់ដ៏ស្រួចនេះមិនមែនទើបតែបង្កើតឡើងនៅសតវត្សទី21នោះទេតែវាត្រូវបានផ្ដល់កំណើតតាំងពីជាង60ឆ្នាំមុនមកម្ល៉េះពោលគឺយុគសម័យសង្គ្រាមត្រជាក់សម័យកាលដែលកុំព្យូទ័រនៅមានទំហំប៉ុនផ្ទះមួយខ្នងហើយទូរស័ព្ទ smartphone នៅជាក្តីស្រមៃនៅឡើយទោះស្ថិតក្នុងកាលៈទេសៈនោះក៏ដោយវិស្វករអាមេរិកបែរជាអាចបង្កើតកំពូលយន្តហោះទម្លាក់គ្រាប់បែបយុទ្ធសាស្ត្រដែលមានសមត្ថភាពពំក្បាលគ្រាប់នុយក្លេអ៊ែរហើយហោះជ្រែកស្រទាប់អាកាសក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ2ដងលឿនរហូតដល់កម្រិតដែលយន្តហោះតាមប្រមាញ់របស់សត្រូវហោះតាមមិនទាន់សូមស្វាគមន៍មកកាន់រឿងរ៉ាវនៃ Convair B-58 Hustler កំពូលយន្តហោះដែលហោះលឿនដោយរន្ទះស៊ីប្រេងដោយទឹកបាក់ទំនប់មានរូបរាងសិចស៊ីបំផុតក្នុងប្រវត្តិសាស្ត្រប៉ុន្តែក៏ជាយន្តហោះដ៏មានគ្រោះថ្នាក់បំផុតសូម្បីតែសម្រាប់អាកាសយានិកខ្លួនឯងផ្ទាល់ក៏ដោយហេតុអ្វីបានជាមកដល់បច្ចុប្បន្ននេះទៅហើយក៏ពិភពលោកនៅតែលួនមាត់ស្ញប់ស្ញែកនឹងបច្ចេកវិទ្យារបស់វាហើយតើមានអាចកំបាំងនឹងរឿងរ៉ាវកំសត់កម្រអ្វីខ្លះដែលលាក់កំបាំងនៅពីក្រោយអាយុកាលប្រតិបត្តិការដ៏ខ្លីរបស់វាថ្ងៃនេះយើងនឹងនាំអ្នកទៅបើកកកាយប្រវត្តិសាស្ត្រនៃយន្តហោះទម្លាក់គ្រាប់បែកដ៏អស្ចារ្យបំផុតនេះទាំងអស់គ្នាកំពូលយន្តហោះទម្លាក់គ្រាប់បែក B-58 Hustler របស់សហរដ្ឋអាមេរិកសម័យកាលនៃសង្គ្រាមត្រជាក់បានកន្លងផុតទៅអស់ជាច្រើនទសវត្សរ៍មកហើយប៉ុន្តែកេរ្តិ៍ឈ្មោះនៃអាវុធយុទ្ធសាស្ត្រដែលត្រូវបានបង្កើតឡើងក្នុងយុគសម័យនោះនៅតែជាប្រធានបទដ៏គួរឲ្យស្ញប់ស្ញែងបំផុតនៅក្នុងប្រវត្តិសាស្ត្រវិស្វកម្មអវកាសនិងអាកាសចរណ៍ក្នុងចំណោមនោះកំពូលយន្តហោះទម្លាក់គ្រាប់បែក Convair B-58 Hustler គឺជាស្នាដៃឯកមួយដែលបានបន្សល់ទុកនូវប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានក្នុងនាមជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដំបូងគេបង្អស់លើលោកដែលសម្រេចបានល្បឿនលឿនជាងសំឡេង2ដង B-58 Hustler មិនត្រឹមតែជានិមិត្តរូបនៃអំណាចយោធាអាមេរិកប៉ុណ្ណោះទេតែវាក៏ជាសក្ខីភាពនៃភាពលូតផ្លោះខាងបច្ចេកវិទ្យានៅទសវត្សរ៍ឆ្នាំ1950និង1960ផងដែរនេះគឺជាការរៀបរាប់អំពីរូបរាងសមត្ថភាពនិងបច្ចេកវិទ្យារបស់ B-58 Hustlerរូបរាងរបស់ B-58 Hustler ត្រូវបានរចនាឡើងប្រៀបដូចជាយានអវកាសចេញពីខ្សែភាពយន្តវិទ្យាសាស្ត្រប្រឌិតដែលធ្វើឲ្យវាមើលទៅនៅតែមានភាពទំនើបតួខ្លួនរាងចង្កៀងក្រងដើម្បីកាត់បន្ថយការកកិតខ្យល់នៅពេលហោះហើរក្នុងល្បឿនលឿនជាងសំឡេងវិស្វកររបស់ក្រុមហ៊ុន Convair បានប្រើប្រាស់ទ្រឹស្ដី Area Rule ដោយរចនាតួខ្លួនយន្តហោះមានរាងស្ដើងនៅចំណុចកណ្ដាលប្រៀបដូចជាចង្កៀងក្រងការរចនានេះជួយកាត់បន្ថយកម្លាំងទប់ទល់នៃរលកសំឡេងបានយ៉ាងមានប្រសិទ្ធភាពតួខ្លួនយន្តហោះមានប្រវែងសរុបប្រមាណ 29.5 ម៉ែត្រឬ 96 ហ្វីត 9 អ៊ីងនិងកម្ពស់ 9.5 ម៉ែត្រឬ 31 ហ្វីត 5 អ៊ីងលក្ខណៈពិសេសលេចធ្លោបំផុតមួយទៀតគឺស្លាបរាងត្រីកោណឬ Delta Fin ដែលមានទំហំក្រឡាផ្ទៃដល់ទៅ 1542 ហ្វីតការ៉េនិងមានប្រវែងស្លាបសរុប 17.3 ម៉ែត្រឬ 56 ហ្វីត 10 អ៊ីងស្លាបនេះមានមុំកាត់ខ្យល់ 60 ដឺក្រេដែលជួយឲ្យយន្តហោះអាចកាត់ជ្រែកស្រទាប់អាកាសបានយ៉ាងរលូននៅល្បឿន 2 ម៉ាក់ចំពោះសម្ភារៈសាងសង់ B-58 គឺជាយន្តហោះដំបូងគេបង្អស់ដែលប្រើប្រាស់រចនាសម្ព័ន្ធបន្ទះសាំងវិចរាងកោសិកាឃ្មុំធ្វើពីដែកអ៊ីណុកដែលផ្សារភ្ជាប់ជាមួយនឹងអាលុយមីញ៉ូមនិងសរសៃកញ្ចក់ Fiberglass បច្ចេកវិទ្យានេះជួយឲ្យតួខ្លួនយន្តហោះមានទម្ងន់ស្រាលបំផុតតែរឹងមាំខ្លាំងអាចទប់ទល់នឹងកម្ដៅដ៏ក្តៅកកកដែលកើតចេញពីការកកិតខ្យល់ក្នុងល្បឿនជាង 2000 គីឡូម៉ែត្រក្នុង1ម៉ោងបានយ៉ាងល្អចំពោះប្រព័ន្ធកង់ដោយសារតែ B-58 ត្រូវផ្ទុកកន្សោមសព្វាវុធដ៏ធំនៅក្រោមពោះយន្តហោះនេះត្រូវបានបំពាក់ដោយប្រព័ន្ធកង់ដ៏វែងនិងខ្ពស់ខុសពីធម្មតាដែលលើកតួខ្លួនយន្តហោះផុតពីដីរហូតដល់ប្រមាណ 2.7 ម៉ែត្រឬ 9 ហ្វីតដើម្បីទៅចន្លោះទំនេរគ្រប់គ្រាន់សម្រាប់បំពាក់កន្សោមអាវុធទោះបីជាមើលពីជ្រុងនៃបច្ចេកវិទ្យាអាកាសចរឆ្នាំ 2026 ក៏ដោយក៏សមត្ថភាពហោះហើររបស់ B-58 នៅតែជារឿងគួរឲ្យស្ញើសរសើរព្រោះក្នុងទសវត្សរ៍ឆ្នាំ1960យន្តហោះនេះមានសមត្ថភាពហោះលឿនជាងយន្តហោះចម្បាំងតាមប្រមាញ់ភាគច្រើនរបស់សត្រូវទៅទៀត B-58 ត្រូវបានបំពាក់ដោយម៉ាស៊ីនប្រភេទ Turbojet របស់ក្រុមហ៊ុន General Electric Model J79 GE 5A និង 5B ចំនួន 4 គ្រឿងម៉ាស៊ីននីមួយៗអាចបង្កើតកម្លាំងរុញច្រានបាន 15,600 ផោននៅពេលប្រើប្រាស់ប្រព័ន្ធដុតបន្ថែមកម្លាំងឬ Afterburner អ្វីដែលពិសេសគឺរន្ធស្រូបខ្យល់របស់ម៉ាស៊ីនមានបំពាក់នៅកោណកណ្ដាលដែលអាចផ្លាស់ទីស្វ័យប្រវត្តិដើម្បីសម្របសម្រួលលំហូរខ្យល់ក្នុងល្បឿន 2 ម៉ាកការពារមិនឲ្យម៉ាស៊ីនរលត់នៅពេល
ពេលហោះលឿនខ្លាំងវាអាចហោះហើរក្នុងល្បឿនអតិបរមា 2.2 ម៉ាកឬប្រមាណ 2124 គីឡូម៉ែត្រក្នុង1ម៉ោងនៅរយៈកម្ពស់ជាង 63000 ហ្វីតឬប្រហែល 19 គីឡូម៉ែត្រពីផ្ទៃដី B-58 មានអត្រានៃការហោះឡើងលើលឿនរហូតដល់ 38,650 ហ្វីតក្នុង1នាទីដែលអាកាសយានិកចំនួននោះតែងតែប្រៀបធៀបវាថាហោះឡើងលើលឿនដូចក្រឹបរូកែនយន្តហោះនេះបានបំបែកកំណត់ត្រាពិភពលោកចំនួន 19 សម្រាប់ល្បឿននិងរយៈកម្ពស់ឧទាហរណ៍ជាក់ស្ដែងយន្តហោះមួយគ្រឿងឈ្មោះថា Grace Lightning បានហោះពីទីក្រុងតូក្យូទៅកាន់ទីក្រុងឡុងក្នុងរយៈពេលត្រឹមតែ 8 ម៉ោងនិង 35 នាទីដោយល្បឿនមធ្យម 1726 គីឡូម៉ែត្រក្នុង1ម៉ោងទោះបីជាត្រូវបន្ថយល្បឿនដើម្បីចាក់ប្រេងលើអាកាសចំនួន 5 ដងក៏ដោយចំពោះបច្ចេកវិទ្យានិងប្រព័ន្ធសព្វាវុធទំនើបក្នុងនាមជាអាវុធយុទ្ធសាស្ត្រ B-58 តម្រូវឲ្យបំពាក់នូវបច្ចេកវិទ្យាដែលមិនធ្លាប់មាននរណាបង្កើតពីមុនមកដើម្បីធានាថាវាអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរចំគោលដៅនៅក្នុងទឹកដីសហភាពសូវៀតទម្ងន់ផ្ទុកសព្វាវុធក្រៅតួខ្លួនជាការរចនាដ៏ប្លែកបំផុត B-58 មិនមានឃ្លាំងផ្ទុកគ្រាប់បែកខាងក្នុងតួខ្លួននោះទេជំនួសមកវិញវាប្រើប្រាស់កន្សោមដ៏ធំមួយព្យួរនៅក្រោមពោះកន្សោមនេះផ្ទុកទាំងក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ W39 ឬ MK53 និងប្រេងឥន្ធនៈបន្ថែមនៅពេលហោះហើរទៅដល់គោលដៅយន្តហោះនឹងទម្លាក់កន្សោមនេះទាំងមូលតែម្ដងនៅពេលក្រោយមកយន្តហោះនេះត្រូវបានកែច្នៃបន្ថែមឲ្យមានកន្លែងព្យួរគ្រាប់បែកនុយក្លេអ៊ែរប្រភេទ MK43 ចំនួន 4 គ្រាប់បន្ថែមទៀតនៅក្រោមស្លាបប្រព័ន្ធរុករកនិងនិចលករ B-58 គឺជាយន្តហោះដំបូងគេដែលប្រើប្រាស់ប្រព័ន្ធ Sperry AN ឬ AXU-42 Navigation System ដែលមានភាពជាក់លាក់ជាងយន្តហោះចំនួនមុនដល់ទៅ10 ដងដោយប្រើប្រាស់ឧបករណ៍តាមដានទីតាំងតារាបញ្ចូលគ្នាជាមួយប្រព័ន្ធនិចលករយន្តហោះនេះអាចដឹងពីទីតាំងរបស់វាយ៉ាងច្បាស់លាស់ដោយមិនចាំបាច់ពឹងផ្អែកលើការតាក់ទងរ៉ាដាពីដីដែលជួយឲ្យវាអាចហោះកាត់ទីកង្វៀតឬអាកាសធាតុអាក្រក់ចូលទៅទីតាំងសត្រូវដោយលាក់កំបាំងបំផុតកន្សោមសង្គ្រោះជីវិតផ្ទាល់ខ្លួនដោយសារតែការលោតហាត់យោងចេញពីយន្តហោះក្នុងល្បឿន 2 ម៉ាកនិងកម្ពស់ 60000 ហ្វីតនឹងធ្វើឲ្យអាកាសយានិកស្លាប់ភ្លាមៗក្រុមហ៊ុន Convair បានបង្កើតបច្ចេកវិទ្យាកន្សោមសង្គ្រោះជីវិតដាច់ដោយឡែកពីគ្នាសម្រាប់អាកាសយានិកទាំង3រូបមានដូចជាអ្នកបើកបរអ្នករុករកឬទម្លាក់គ្រាប់បែកនិងអ្នកបញ្ជាប្រព័ន្ធការពារក្នុងករណីមានអាសន្នកៅអីអង្គុយរបស់ពួកគេនឹងត្រូវគ្របដណ្ដប់ដោយកន្សោមបិទជិតដែលមានប្រព័ន្ធខ្យល់អុកស៊ីសែនគ្រប់គ្រាន់មុននឹងបាញ់ខ្ទាតចេញពីយន្តហោះកន្សោមនេះថែមទាំងអាចអណ្ដែតលើទឹកនិងការពារអាកាសយានិកពីអាកាសធាតុត្រជាក់បានទៀតផងប្រព័ន្ធការពារខ្លួននៅផ្នែកកន្ទុយនៃយន្តហោះមានបំពាក់នូវកាំភ្លើងយន្តប្រភេទ E171E3 Vulcan ចំនួន 6 ធុងកាណុងទំហំ 20 មីលីម៉ែត្របញ្ជាដោយរ៉ាដាស្វ័យប្រវត្តិប្រព័ន្ធរ៉ាដានេះអាចតាមដានយន្តហោះសត្រូវដែលដេញតាមពីក្រោយរួចធ្វើការបាញ់តបតដោយស្វ័យប្រវត្តិទោះបីជាមិនមានការបញ្ជាផ្ទាល់ពីមនុស្សក៏ដោយចំពោះបញ្ហាប្រឈមគុណវិបត្តិនិងអាយុកាលខ្លីទោះបីជា B-58 Hustler ជាភូតហេតុនៃបច្ចេកវិទ្យាក៏វាមិនមែនជាយន្តហោះដែលល្អឥតខ្ចោះនោះទេហើយវាបានបម្រើការតែក្នុងរយៈពេលខ្លីប៉ុណ្ណោះគឺពីឆ្នាំ 1960 ដល់ឆ្នាំ 1970 ដោយសារកត្តាជាច្រើនដូចជាភាពលំបាកក្នុងការហោះហើរការរចនាស្លាបរាងត្រីកោណតម្រូវឲ្យយន្តហោះនេះហោះឡើងនិងចុះចតក្នុងមុំងើបក្បាលខ្ពស់ខ្លាំងប្រសិនបើមុំនេះខ្ពស់ជាង 17 ដឺក្រេយន្តហោះនឹងបាត់បង់លំនឹងនិងធ្លាក់វិលជុំភ្លាមៗដែលជាហេតុធ្វើឲ្យអាកាសយានិកតម្រូវឲ្យមានជំនាញកម្រិតខ្ពស់បំផុតនិងយកចិត្តទុកដាក់ខ្ពស់រាល់វិនាទីនៃប្រតិបត្តិការគម្រាមកំហែងពីមីស៊ីលយុទ្ធសាស្ត្រដើមរបស់ B-58 គឺហោះខ្ពស់និងលឿនដើម្បីគេចពីការតាមប្រមាញ់ប៉ុន្តែនៅទសវត្សរ៍ឆ្នាំ 1960 សហភាពសូវៀតបានបង្កើតមីស៊ីលបាញ់ពីដីទៅអាកាសដូចជា SA-2 Guideline ដែលអាចបាញ់ដល់កម្ពស់ដ៏ខ្ពស់របស់ B-58 បាននេះបង្ខំឲ្យ B-58 ត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្រមកហោះហើរក្នុងកម្ពស់ទាបវិញប៉ុន្តែការហោះហើរក្នុងកម្ពស់ទាបបានធ្វើឲ្យម៉ាស៊ីនស៊ីប្រេងខ្លាំងរហូតបាត់បង់រយៈចម្ងាយប្រតិបត្តិការរហូតដល់ទៅជាងពាក់កណ្ដាលតម្លៃប្រតិបត្តិការថ្លៃកប់ពពកតម្លៃនៃការថែទាំយន្តហោះនិងការហោះហើរ B-58 គឺថ្លៃជាងយន្តហោះ B-52 Straight to Fortress ដែលមានទំហំធំជាងនិងផ្ទុកគ្រាប់បែកបានច្រើនជាងឆ្ងាយណាស់បញ្ហាសម្លេងរំខានរាល់ពេលដែល B-58 ហោះកាត់ល្បឿនសម្លេងវាបានបង្កើតជារលកសម្លេងបោកផ្ទុះយ៉ាងខ្លាំងធ្វើឲ្យខូចខាតកញ្ចក់បង្អួចផ្ទះប្រជាជនទូទៅរាប់ពាន់ខ្នងដែលបង្កជាការតវ៉ាយ៉ាងខ្លាំងពីសាធារណជនចំពោះគេឈ្មោះនឹងការវាយតម្លៃក្នុងពេលបច្ចុប្បន្នសម្លឹងមើលត្រឡប់ក្រោយពីឆ្នាំ 2026 នេះយន្តហោះ Convair B-58 Hustler ត្រូវបានអ្នកជំនាញចាត់ទុកថាជាភាពក្លាហាននិងមហិច្ឆតាដ៏ធំបំផុតនៃវិស្វកម្មអវកាសអាមេរិកនាសម័យសង្គ្រាមត្រជាក់ទោះបីជាអាយុកាលប្រើប្រាស់របស់វាមានរយៈពេលត្រឹមតែ1ទសវត្សរ៍ក៏ដោយក្តីការលាក់បាំងនឹងបទពិសោធន៍ដែលទទួលបានពីគម្រោងនេះបានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍយន្តហោះចំនួនក្រោយៗបច្ចេកវិទ្យាបន្ទះលោហៈសាំងហ្វេកកោសិកាឃ្មុំប្រព័ន្ធរករក
ដោយផ្កាយនិងប្រព័ន្ធការពារដែលដើរដោយកុំព្យូទ័រដែលបំពាក់លើ B-50A ត្រូវបានបន្តយកទៅអភិវឌ្ឍប្រើប្រាស់លើយន្តហោះទំនើបៗដូចជា S-111 Advanced រហូតដល់ B-1B Lancer និងយន្តហោះបំបាំងកាយនៅពេលបច្ចុប្បន្នជារួម B-50A Hustler មិនមែនត្រឹមតែជាយន្តហោះទម្លាក់គ្រាប់បែកប៉ុណ្ណោះទេតែវាជាតំណាងឲ្យស្មារតីច្នៃប្រឌិតនិងការប្រកបប្រជែងឈានមុខកាលពីអតីតកាលដែលទោះបីជាពេលវេលាដើរមកដល់ឆ្នាំ2026នេះក៏ដោយក៏មនុស្សជាតិនៅតែក្រឡេកមើលទៅរូបរាងដ៏ស្រួចនិងស្លាបត្រីកោណរបស់វាដោយក្តីស្ញប់ស្ញែងជានិច្ចសូមអរគុណចំពោះការតាមដានរបស់លោកអ្នក